Ok, số xây toàn này chẳng nên nhung nông nói về ông pi ca pra praនៅ stack ហើយនឹង page របស់យើងអញ្ចឹងថ្ងៃនេះខ្ញុំលើកមកតែពីរចំណុចទេពាក់ព័ន្ធនឹង stack view ហើយនិង page view របស់យើងអញ្ចឹងក្នុង stack view របស់យើងដើមឡើយគឺយើងធ្វើការ import នៅអូខេ project របស់យើងធ្វើការ import នៅ material data របស់យើង and then យើងមាននៅ void main អូខេ void main ហើយនៅក្នុង void main របស់យើងមាននៅ run app អូខេយើងមាននៅ run app ហើយបន្តមកទៀតយើងមាន stateless មួយឈ្មោះថា my app អូខេឈ្មោះថា my app and then យើងនឹង return នៅ material អឺ material app របស់យើងហើយយើងមាននៅ home ខ្ញុំបង្កើត scaffold មួយដែលមានឈ្មោះថា home screen អញ្ចឹងទៅ stateless មួយទៀត home screen ហើយនៅក្នុងការនេះខ្ញុំបង្កើតនៅ stateless មួយទៀតឈ្មោះថា home screen ហ្នឹងឯងតោះណាអូខេយើងមានលេខ array ហើយបន្តមកទៀតអានេះខ្ញុំត្រូវ copy my app របស់ខ្ញុំចូលទៅក្នុងហ្នឹងមកអូខេរួចជាការស្រេចអញ្ចឹងខ្ញុំធ្វើការ run មកដើម្បីឲ្យវាអូខេអញ្ចឹងវាអត់ទាន់មានអីទេដោយសារយើងអត់ទាន់បានសរសេរអីទេអញ្ចឹងនៅក្នុងនេះគឺខ្ញុំធ្វើការ return នៅ scaffold ខ្ញុំធ្វើការ return នៅ scaffold ហើយនៅក្នុង scaffold របស់ខ្ញុំមាននៅ body body របស់ខ្ញុំគឺថ្ងៃនេះខ្ញុំចង់និយាយពី stack stack អូខេ stack ហ្មងខ្ញុំចង់និយាយពី stack អញ្ចឹងក្នុង stack របស់ខ្ញុំគឺខ្ញុំមាននៅ children ហើយក្នុង children ខ្ញុំមាននៅ container អូខេ container ហើយ container របស់ខ្ញុំ set width 200 height 200 and then ខ្ញុំ set color របស់វាទៅជា red អីចឹងទៅ yeah color ទៅជា red អូខេអញ្ចឹងចុះខ្ញុំ control S មកអូខេអញ្ចឹងវានឹងបានប្រអប់មួយវានឹងបានប្រអប់មួយហ្នឹងហើយអញ្ចឹងប៉ុន្តែពេលដែលវាបានប្រអប់ក្រហមនឹងមួយយើងឃើញថាប្រអប់របស់យើងនឹងវានៅខាងលើហ្នឹងហ្មងឯងអញ្ចឹងដើម្បីកុំឲ្យវាពាក់ព័ន្ធទៅនឹងផ្នែកខាងលើហ្នឹងយើងយ៉ាអូខេដើម្បីកុំឲ្យវាពាក់ព័ន្ធនឹងផ្នែកខាងលើហ្នឹងយើងគ្រាន់តែ wrap ដែល stack របស់យើងនេះដោយគេដែលវាចិត្តមួយហើយយើងប្រូរឈ្មោះទៅជា save area មក control S វានៅពាក់ព័ន្ធនឹងផ្នែកខាងលើហ្នឹងទេតោះណាព្រោះផ្នែកខាងលើនេះ save area វាអត់ចុះថាវាតែងមានកាមេរ៉ាមានអីចឹងយើងអត់ចង់ឲ្យវាប៉ះពាល់នឹងខាងលើនោះទេហើយយើងអាច wrap វាដោយ save area បានតោះណាអូខេប៉ុន្តែយើងមិនទៀតប៉ុន្តែខ្ញុំចង់ឲ្យប្រអប់របស់ខ្ញុំគឺវាឥឡូវបើសិនខ្ញុំមានប្រអប់ខ្ញុំមួយទៀតឧទាហរណ៍ just example 2 yeah and then ដាក់នេះទៀត3អូខេប៉ុន្តែខ្ញុំ wrap វាដោយ green នេះយើងទៅចាំមើល yeah ហើយអានេះខ្ញុំ wrap វាដោយ blue ចុងក្រោយគេវានឹងឃើញនឹង blue ហើយឃើញពណ៌ blue តាមពិតវាមាន3ពណ៌លើគ្នាទី1គឺវាមានពណ៌ក្រហមទី2មានពណ៌បៃតងហើយនិងទី3គឺមានពណ៌ខៀវវាមាន3ពណ៌នៅជាមួយគ្នាអញ្ចឹង stack panel ហ្នឹងគឺយើងប្រើឡើងក្នុងគោលបំណងនៅពេលដែលយើងបង្កើតនៅ container មកមានន័យថាវា container នីមួយៗវានឹងនៅជាន់គ្នាហ្មងវានឹងនៅលើគ្នាហ្មងអញ្ចឹងយើងធ្វើឲ្យយើងបង្កើតនៅ container 3ប៉ុន្តែយើងឃើញ container តែមួយឯងដោយសារតែយើងប្រើនៅ stack របស់យើងតោះណាអូខេអញ្ចឹងនេះគឺជាការប្រើប្រាស់នៅ stack របស់យើងហើយមួយវិញទៀតយ៉ាងម៉េចមួយវិញទៀតគឺមានន័យថាយើងអាចឥឡូវបើសួរថាហេតុអីបានយើងដឹងថាវា3ជាន់គ្នាមែនអញ្ចឹងខ្ញុំគ្រាន់តែរ៉ាប់នេះដោយ100ឥឡូវនេះខ្ញុំដាក់វានៅ200ទៅដែរពេលខ្ញុំដាក់វានៅ200អញ្ចឹងខ្ញុំសាកដាក់នៅ150យើងទៅឧទាហរណ៍150ហើយនេះខ្ញុំដាក់វាត្រឹម100ទៅតែពេលទំហំវាខុសគ្នាយើងនឹងមើលឃើញច្បាស់ហើយអូខេខ្ញុំ control S មិនដែរឃើញទេអញ្ចឹងយើងឃើញមាន3ពណ៌ដំបូងគេមកគឺមានពណ៌ក្រហមនេះពណ៌ក្រហមហើយទី2គឺមានពណ៌បៃតងហើយទី3គឺមានពណ៌ខៀវដែលពណ៌ខៀវនេះទូជាងគេយូរយើងសិតតែ width 100 height 100តោះណាអូខេហ្នឹងហើយដែលខ្ញុំចង់ប្រាប់ប៉ុន្តែធ្វើម៉េចបានឲ្យឥឡូវចេះនៅក្នុង container របស់យើងនៅក្នុង container របស់យើងនេះឥឡូវនៅក្នុង stack របស់យើងវាមាននៅ property មួយវា align ស្មើនេះ
alignment របស់យើងដាក់ alignment របស់យើង dot center បន្ទាប់មកយើងធ្វើការ control M ហ្នឹង yes វានឹងមកកតាអញ្ចឹងវាថាក្នុង stack របស់យើងនៅពេលដែលយើងប្រើ alignment របស់យើង center មានថាយើងអាចធ្វើឲ្យបបរបស់យើងនេះវានៅលើគ្នាបាននៅកដាលចំកដាលមកចា៎ព្រោះយើងឃើញថាបបមិញវាស្មើគ្នាទេអញ្ចឹងបន្ទាប់ពីយើង align មកវានឹងស្មើគ្នាប៉ុន្តែមិនទៀតប៉ុន្តែខ្ញុំចង់ឲ្យបបរបស់ខ្ញុំនេះធ្វើការផ្លាស់ប្ដូរមានន័យថាដំបូងខ្ញុំចង់ឲ្យវាមកកណ្ដាលសិនអញ្ចឹងដើម្បីឲ្យបងខ្ញុំមកកណ្ដាលយើងត្រូវធ្វើម៉េចអញ្ចឹងដើម្បីឲ្យវាមកកណ្ដាលយើងត្រូវរ៉ាបនៅក្នុងsafe area យើងអាចដាក់ឆាមទៀតបានអត់បានទេបើបានទេមានន័យថាយើងទៅរ៉ាប stack យើងត្រឡប់មកដោយយើងរ៉ាបវាដោយwidget ក៏ center ហើយដាក់ center លេងមួយសិនទៅប៉ុន្តែយើងដូរពី center របស់យើងនេះទៅគេវិញដូរពី center នេះទៅជា box ទៅជា side box អូខេ side box អូខេ side box ចឹងចុះបន្ទាប់មកនៅក្នុង side box របស់យើងធ្វើការ set width double.infinity បន្ទាប់មកទៀតយើង set នៅ height របស់យើង double.infinity អូខេបន្ទាប់មកយើងត្រូវ M មកអូខេវានឹងមកបន្តតើណាអញ្ចឹងនៅក្នុង side box របស់យើងគឺយើងអាច set width height បានដូចគ្នាតើណាអញ្ចឹងយើងអាចធ្វើឲ្យបបរបស់យើងគឺមកបន្តបានប៉ុន្តែខ្ញុំមានមួយទៀតនៅក្នុង stack វាមិនធ្វើបានតែប៉ុណ្្នឹងទេអ្វីដែលវាធ្វើបានមួយទៀតមានថា container នីមួយៗដែលវាបង្កើតហ្នឹងគឺយើងអាច move ទៅតាមកន្លែងណាមួយដែលយើងអាច move បានដូចគ្នាយើងចង់ move ទៅឆ្វេងចង់ move ទៅលើចង់ move ទៅស្ដាំ it up to you អញ្ចឹងមានថាយើងអាចធ្វើបានអញ្ចឹងមានន័យថាក្នុងករណីនេះខ្ញុំចង់ឲ្យឥឡូវឧទាហរណ៍ថាខ្ញុំចង់ឲ្យពណ៌បៃតងនេះមកខាងឆ្វេងពណ៌បៃតងនេះមកខាងឆ្វេងហើយពណ៌ក្រហមនេះទៅខាងស្ដាំខ្ញុំធ្វើដូចនេះអញ្ចឹងបើខ្ញុំចង់ឲ្យអញ្ចឹងឥឡូវខ្ញុំចង់ឲ្យពណ៌ក្រហមនេះទៅខាងស្ដាំត្រេះអញ្ចឹងមានថាខ្ញុំត្រូវ wrap container របស់ខ្ញុំនេះដោយ widget មួយដែលមានឈ្មោះថា position ចឹងស្ដាប់ position អីគេ position ហ្នឹងគឺវាមានតួនាទីសំខាន់មួយនៅក្នុង stack panel ដែល position នោះគឺវាអាច move នៅ container របស់យើងទៅកន្លែងណាមួយដែលយើងចង់បានអញ្ចឹងវាតែងនៅក្នុង position វាតែមាន left វាអាចមាន right sorry វាអាចមាន left វាអាចមាន right នេះហើយវាអាចមាន top ហើយឬក៏ bottom អីចឹងទៅបើយើងចង់មើល control span នេះវាមាន high វាមាន bottom មាន right មាន left មាន top អីចឹងទៅអញ្ចឹងដោយសារខ្ញុំចង់ឲ្យពណ៌ក្រហមរបស់ខ្ញុំមកខាងស្ដាំអញ្ចឹងខាងស្ដាំយើងដឹងពីគេ right ទៅចេញដាក់ right របស់វា start ពី0មកមានថា0គឺវាគប់នៅខាងហ្នឹងមកដល់ពេលខ្ញុំ control S អូខេឃើញវាមកវានឹងមកអញ្ចឹងបន្តមកទៀតខ្ញុំចង់ឲ្យពណ៌បៃតងរបស់ខ្ញុំនេះមកខាងឆ្វេងណាពណ៌បៃតងនេះនេះពណ៌ខៀវឯពណ៌បៃតងនេះពណ៌នេះត្រេះអញ្ចឹងខ្ញុំត្រូវ wrap container របស់ខ្ញុំនេះដែលវាចិត្តមួយដែលមានឈ្មោះ position របស់ខ្ញុំនេះគឺដោយសារខ្ញុំចង់ឲ្យពណ៌បៃតងរបស់ខ្ញុំនៅខាងឆ្វេងអញ្ចឹងខាងឆ្វេង left stress left របស់ខ្ញុំគឺខ្ញុំដាក់0ដូចគ្នាទៅដើម្បីវានៅគប់ខាងឆ្វេងហ្នឹងមកបន្ទាប់ពីខ្ញុំ control M មកឃើញទេវានៅបានប៉ុណ្្នឹងឃើញទេអញ្ចឹងនេះគឺជាលក្ខណៈពិសេសនៃការប្រើប្រាស់នៅ stack គឺយើងអាចទីមួយគឺ stack គឺមានលក្ខណៈមួយពិសេសត្រង់ថានៅពេលយើងដាក់ container ប៉ុណ្ណាក៏ដោយគឺមានន័យថាវានៅជាន់គ្នាទាំងអស់អញ្ចឹងដើម្បីអាច move container ទៅកន្លែងណាមួយដែលយើងចង់ move បានមានន័យថាយើងត្រូវប្រើនៅ position នោះគឺមានមុខងារមួយសម្រាប់ move container របស់យើងទៅកន្លែងណាដែលយើងចង់បានអូខេនេះគឺពាក់ព័ន្ធនឹង stack panel សម្រាប់ stack panel ពាក់ព័ន្ធនឹងប្រើប្រាស់នៅ stack អញ្ចឹង stack គឺខ្ញុំមានតែប៉ុណ្្នឹងឯងហើយខ្ញុំសង្ឃឹមថាបងប្អូនគ្នាយល់ពីអ្វីដែលខ្ញុំនិយាយពី stack នេះបើសិនជាអត់មានអីទេ stack ខ្ញុំសន្មតថាប៉ុណ្្នឹងចុះតោះណាអូខេបើយល់ហើយខ្ញុំធ្វើការ delete ធំនេះចុះ
scaffold ok số thành nhóm delete a return trong các bạn ạ yeah ok tao chấn nhung xong về một tí page view mà đồ yeah tập buồn lấy cư dân return a scaffold đấy mình sẽ tổ return a scaffold hay chân là không scaffold với nhau nhưng return a scaffold wait ok ở tao mình đây vậy chấm anh lấy trong gì bị page view với nhé anh trên là không scaffold với nhóm tập buồn lấy nhóm đại F3 về tới vậy F3 với nhóm cư miền này F3 hay F3 với dân nó cư dân miền này title và title hay title dân miền này text ok text với dân cư dân đã tới rồi example like yeah example page với dân tới ok tập bên cho example page ok chân cho control M yeah เปลี่ยนออกมาប៉ុន្តែយ៉ាងម៉េចប៉ុន្តែខ្ញុំចង់ដាក់ background ឲ្យវាតិចទៅដើម្បីឲ្យវាឃើញរៀងស្អាតតិចទៅ yeah background ខ្ញុំដាក់បន្ទូអីចឹងទៅ yeah អូខេប៉ុន្តែខ្ញុំចង់ឲ្យ title របស់ខ្ញុំនេះមានពណ៌សអញ្ចឹងខ្ញុំគ្រាន់តែប្រើនៅ style ហើយ style របស់យើងមាននៅ text style អូ text style មាន text ឯងមាននៅ text style នេះមាននៅ text style ហើយ text style របស់ខ្ញុំគឺខ្ញុំប្រើ color របស់ខ្ញុំគឺ white ពណ៌សអញ្ចឹងទៅឲ្យវារៀងស៊ីណានេះ control M មកញ៉ែកន្លែងហ្នឹងពណ៌ white ហើយប៉ុន្តែខ្ញុំចង់ឲ្យមាននៅ font size បើ20មិនដែរអូរៀងទូចពេកអញ្ចឹងខ្ញុំចង់បាន30អីចឹងទៅ control S យ៉ាប៉ុណ្ណឹងខ្ញុំគិតថារៀងធំ example ខ្ញុំសេខុសអូខេអញ្ចឹងចុះ yeah បន្តមកទៀតខ្ញុំអាចឲ្យ example page ដែលជា title ឈ្មោះ title របស់ខ្ញុំនេះចំកណ្ដាល device របស់ខ្ញុំអញ្ចឹងមានន័យថាគេមាន property មួយឈ្មោះថា center title យើងដាក់ true មកពេលដាក់ true control M មកវានឹងចំកណ្ដាលហ្នឹងយើងសិតតែបានរៀនរួចអស់ហើយតោះណាជាងមានអីច្រើនផ្សេងទៀតនេះយើងមានតាមពីនេះ bottom elevation មានតាមពីនេះ action មានតែពី leading មានតាមយ៉ាច្រើនមែនតើនៅក្នុងហ្នឹងអញ្ចឹងយើងមិនបាច់ឥឡូវយើងដាក់ leading មួយទៀតចុះ leading របស់យើងគឺយើងមាននៅដូចជាមាន icon នេះ icon ខ្ញុំធ្វើហ្នឹងអូខេ icon យើងអាចប្រើ icon របស់យើង dot menu អញ្ចឹងទៅយ៉ាប៉ុណ្ណឹងចុះអូខេប៉ុណ្ណឹងចុះនេះយើងបាន app បានយើងមួយហើយតោះណាអានេះខ្ញុំថាវាធំពេក25ហ្នឹងអូខេប៉ុណ្ណឹងចុះកុំឲ្យធំពេកអូខេប៉ុន្តែដោយសារតែអីទៀតឥឡូវយើងបាន app បានមួយហើយអញ្ចឹងដោយសារឥឡូវនេះខ្ញុំចង់និយាយពីអីខ្ញុំចង់និយាយពីpage view អញ្ចឹងនៅក្នុង page view របស់យើងឥឡូវនៅពេលដែលមាន app បានហើយចោលអត់ផុតទេគឺ body អញ្ចឹងបើ body របស់ខ្ញុំដោយសារ page view ហ្នឹងគឺក្នុងគោលបំណងខ្ញុំអាចជាសរសេរពីលើចុះក្រោមអីចឹងទៅអញ្ចឹងខ្ញុំអាចដាក់នៅ column មួយ yeah នៅក្នុង column របស់ខ្ញុំគឺខ្ញុំមាននៅ children yeah children របស់ខ្ញុំគឺខ្ញុំដាក់នៅ container មួយចុះ yeah container របស់ខ្ញុំគឺcontainer របស់ខ្ញុំមាននៅ high ចុះខ្ញុំសិត high ខ្ទង់200អីចឹងទៅ yeah high 200 and then ខ្ញុំមាននៅchild property ហើយ child property របស់ខ្ញុំនេះគឺខ្ញុំមាននៅ page view តើណាដោយសារខ្ញុំចង់និយាយពី page view អូខេ page view តាមពិត container របស់យើងនេះយើងត្រូវដាក់ semicolon អូ comma អញ្ចឹងទៅ yeah អូខេអញ្ចឹងខ្ញុំម្ដងទៀតយើងមាននៅ column យើងមាននៅ children container យើងដាក់ high យើង200អញ្ចឹងទៅ yeah ហើយក្នុង page view របស់យើងអញ្ចឹងនៅក្នុង page view របស់យើងគឺយើងមាននៅ children yeah ហើយ children របស់យើងមាននៅ container អូខេយ៉ាខ្ញុំសេខុស container អញ្ចឹងនៅក្នុង container របស់យើងមាននៅការ set width ប្រហែលយើង set width 200អញ្ចឹងទៅ and then យើង set height 200ហើយយើងមាននៅ color របស់យើងគឺ blue អញ្ចឹងទៅឬក៏ red អីចឹងទៅ yeah control M មក yeah យើងនឹងបានទំហំpage របស់យើងមួយនេះគឺជា page មួយដែលយើងបានបង្កើតតោះណា
ដើម្បីឲ្យនេះខ្ញុំប្រើនៅ decoration ចុះយើង decoration ហ្នឹងខ្ញុំអាច set នៅតែប៉ុតអានេះអត់ប្រើ decoration ក៏បានប៉ុន្តែខ្ញុំអានេះបើសិនជាករណីយើងចង់ឲ្យប្រអប់យើងមាន border មានអីផ្សេងៗយើងអាចប្រើ decoration បានតើណាអូខេមួយវិញទៀតបើសិនយើងដាក់ឆាលក្នុងនេះមានហើយអូឆាលមានដែរតើមិនបាច់ decoration ហ្មងចុះឥឡូវខ្ញុំដាក់ឆាលហ្មងនៅក្នុងឆាលរបស់យើងគឺយើងមាននៅអីគេនៅក្នុងឆាលរបស់យើងអាចដាក់នៅ tag ដែរ tag អញ្ចឹង tag របស់យើងអាចដាក់ page 1អញ្ចឹងទៅ page 1នេះយើងអាចដាក់នៅ color red ដែរចុះកុំឲ្យដូរអូខេបន្ទាប់មកខ្ញុំធ្វើការ control F ណាអូខេវានឹងបានប៉ុន្តែដោយសារ page របស់យើងនេះយើងមើលអត់ឃើញអញ្ចឹងយើងមិនដូចមិនអញ្ចឹងយើងគ្រាន់តែដាក់នៅ style របស់យើងហើយ text style របស់យើងtext style របស់យើងប្រើនៅ color របស់យើងសមកពណ៌សមើលច្បាស់អូខេពណ៌សយើងចុះហើយ font size font size របស់យើងដាក់នៅ30អីមកវាធំ30ចឹងមកហើយយើងចង់ឲ្យ text របស់យើងនៅកណ្ដាលគឺនៅក្នុង center container របស់យើងមាននៅ alignment ចឹង alignment របស់យើងដឹងហើយថាយើងដកនៅ center មក and then យើង control S អូខេវានឹងមកកណ្ដាលហើយតោះណាអូខេនេះគឺជាការបង្កើតនៅ page view អញ្ចឹងសួរថា page view ហ្នឹងវាមិនមានន័យថាយើងអាច copy container របស់យើងនេះមួយចុះបើសិនខ្ញុំ copy មួយទៀតហើយខ្ញុំគ្រាន់តែដូរពណ៌វាទៅជាណាពណ៌នេះទៅជា blue control M មិនបានវាអត់ដូរអញ្ចឹងមិនបានវាអត់ដូរទៅជាពណ៌ blue អញ្ចឹងដោយសារតែជា default page view របស់យើងគឺមិនមែនជាការផ្លាស់ប្ដូរនៅ page ទាំងហ្មងទេមានន័យថាគឺជាការ scroll អត់ជាការ scroll ការ scroll អញ្ចឹងក្នុងការ scroll page របស់យើងគឺវា scroll ជា horizontal ជាជួរដេកបើខ្ញុំឃើញទេបើខ្ញុំអូសវាជាជួរឈរវាដើរអត់ដើរទេអញ្ចឹងដោយសារជា default វា scroll ជា horizontal អញ្ចឹងដើម្បីឃើញនៅពណ៌ខៀវបានយើងគ្រាន់តែ scroll ពីឆ្វេងមកស្ដាំនេះគឺជា page របស់យើងតែដោយសារពណ៌ខៀវវាជាប់នឹង app bar របស់យើងអាចដូរវាទៅជាពណ៌ yellow or something like that ហ្នឹងពេលខ្ញុំ scroll ទៅគេវាបានពណ៌លឿងអីចឹងទៅអញ្ចឹង page នេះយើងចង់បង្កើតប្រហែលក៏បានដែរករណីខ្ញុំកើតមួយទៀត4នេះទៅបានទេមែនទេបើសិនជាករណីខ្ញុំដាក់នេះទៅជាពណ៌ pink and then ខ្ញុំដាក់វាទៅជាពណ៌ orange អញ្ចឹងចុះ control M អូខេអញ្ចឹងដល់ពេលយើងអូសនេះយើងមានក្រហមយើងមានលឿងបន្ទាប់មកយើងមានអីទៀតយើងមាន pink ហើយយើងមាន orange អញ្ចឹងនេះគឺជាការបង្កើតនៅ page view របស់យើងអញ្ចឹងការប្រើប្រាស់នៅ page view របស់យើងគឺអានេះគ្រាន់តែជាឧទាហរណ៍មួយទេគឺខ្ញុំមានតែប៉ុណ្្នឹងឯងចឹងសង្ឃឹមថាទាំងអស់គ្នានឹងយល់ពីអ្វីដែលខ្ញុំនិយាយនៅថ្ងៃហ្នឹងអូខេបើយើងចង់ add នៅរូបភាពបើយើងចង់ add រូបភាពមានន័យថានៅក្នុងឆាល text របស់យើងនេះមានន័យថាយើងមិនបាច់ចាំដាក់ text អីចឹងទេមានន័យថាយើងគ្រាន់តែយក image .network មកឥឡូវកុំឲ្យនិយាយនឹងមាត់ខ្ញុំធ្វើនឹងមកឲ្យមើលមានថានៅក្នុងករណីនេះយើងអាចធ្វើពីមិនបានបាត់អានេះទៅជាលើទេ container លើអានេះឆាលក្រៅអូខេនេះបោះវាទាំងអស់ចឹងមានថានេះខ្ញុំគ្រាន់តែដាក់ឆាលរបស់ខ្ញុំបើសិនជាករណីខ្ញុំចង់ឧទាហរណ៍មើលគ្រាន់តែខ្ញុំយក image .network and then ខ្ញុំ paste អូបន្តែខ្ញុំចូល Google អូខេហើយខ្ញុំដាក់ google.com មក google.com ហើយខ្ញុំធ្វើការ search ពី image ឬក៏ movie អញ្ចឹងទៅយើង search ពីរឿង movie and then យើងអាចចូលមកកាន់ image របស់យើងមកសួររឿងមួយណាដែលយើងចង់ដាក់ខ្ញុំគ្រាន់តែជា example ទេបើសិនជាករណីនេះដាក់រឿងនេះមួយចុះឧទាហរណ៍ខ្ញុំធ្វើការ copy image address and then I can paste it អូខេផន single quote ហើយបន្តមកទៀតខ្ញុំធ្វើការ run control S ចូល
mấy bạn ở chỗ mấy bạn ở chỗ vậy vì bóng đá rồi mới còn mà chuyện slow của mình chăm ơn tình mà mình đã có thì thay về hai tới cứ như mình là biệt phết về bọt phết dot cover yeah and then I can control ấy hoạt đá why vì hoạt đá chẳng tình nữa start again có thể hụt nơi internet nhưng mà đang mình đang này khác dương đặc biệt tới một đồng đa nó chìm mà gì ăn cắt đầu sen gì ăn khoa và ủi thọ thầy ơi ok như chồng ok cái bên hình này trôn đâu bắt đa điệt bây giờ mày trang rồi mỗi cậu bẹp vào là ca men thì chúng ta thẳng thì lớn nhưng mà làm gì nhưng bất đi vái nhưng xã ở Việt Nam đồng tiền có thể email nó nhung mấy anh tham mà đón echo mà đón echo nó chỉ là mình về không biết echoតាមពិតទៅអានេះវា echo ធម្មតាវាអត់មានន័យថា echo ទេណាប៉ុន្តែឥឡូវខ្ញុំមានវិធីមួយទៀតឥឡូវយើងគិតចេះទៅមានន័យថាយើងចាំហ៎មានន័យថាបើកាលណាយើងរៀនពីមុនយើងរៀនពីគេយើងរៀនពីដូចជាអឺ grade view អីទៅយើងរៀនពី grade view ហើយយើងមាន grade view យើងមាន grade viewer ទៅយើងរៀនពីមុនណាអញ្ចឹងអានេះដូចគ្នាបើកាលណាវាមាននៅ page view ក៏វាមាននៅ page viewer.builder របស់យើងដែរឃើញទេវា page view.builder លើមុនយើងរៀនពី grid ហើយនិង grid builder ខ្ញុំនិយាយខុសអានេះក៏វាមាននៅ page view ហើយនិង page view.builder ដូចគ្នាប៉ុន្តែគ្រាន់ថាបើកាលណាយើងប្រើនៅ page view.builder មានន័យថាយើងអត់ចាំបាច់មកបង្កើតនៅ container អីច្រើនហ្នឹងទេមានន័យថាបើកាលណាយើងបង្កើតនៅ container ច្រើនចេះមានន័យថាយើងត្រូវការ paste នៅ link មួយចូលមកក្នុងនេះហើយមកក្នុងនេះហើយមកក្នុងនេះហើយយើងឃើញថាការសេនគឺវាដដែលវាសរសេរនៅដដែលមែនតើអញ្ចឹងដើម្បី reuse នៅការប្រើអស់ហ្នឹងគឺគេប្រើប្រាស់នៅអឺអឺ view.builder វិញទៅ page.builder របស់យើងដើម្បីធ្វើការ reuse នៅកុដរបស់យើងឡើងវិញអញ្ចឹងមានថាត្រង់នេះគឺអានេះដូចជាមានពាក់ព័ន្ធនេះទេអូខេឥឡូវខ្ញុំធ្វើការ delete ដើម្បីបញ្យល់ម្ដងទៀតមានន័យថាខ្ញុំអាចលុបពីcontainer children page view នេះខ្ញុំអាចលុបពី children របស់យើងនេះទៅចុះchildren អូខេយើងលុបពី children ហ្នឹងទៅប៉ុន្តែខ្ញុំដក clear តិចហ្នឹងហើយខ្ញុំ dot builder អូខេចឹងចុះយើងមាននៅ page view របស់យើង page view របស់យើងគឺ dot នៅ builder ប៉ុន្តែនៅពេលដែលយើងយក page view.builder អញ្ចឹងនៅក្នុង page view.builder របស់យើងគឺវាមានអីអញ្ចឹងនៅក្នុង page view.builder របស់យើងដំបូងឡើយគឺយើងមាននៅអីចេះនេះ item builder របស់យើងតើណាឬក៏ item count អញ្ចឹងដំបូងឡើយយើងមាននៅ item count អញ្ចឹង item count របស់យើងដាក់អីតើណាសួរតែ item count របស់យើងដាក់អីអញ្ចឹងមានន័យថាមិញយើងមាន image អញ្ចឹងនៅក្នុង image របស់យើងគឺដំបូងឡើយគឺយើងមានការបង្កើត image របស់យើងមកអានេះយើងបានធ្វើពីវីដេអូមុនណាដូចជាយើងមាននៅ var អញ្ចឹងយើងបង្កើត image ឬក៏ picture អញ្ចឹងទៅ all picture ក៏បានដែរ all image all image and then all image របស់យើងគឺយើងបង្កើតវានៅក្នុង list ហើយយើងដាក់ command មួយមកប៉ុន្តែនៅពេលយើងបង្កើតអញ្ចឹងវាអត់ដើរយើងត្រូវលុប constant ចោលលុប constant ចោលវាដើរហើយ
chẳng mê tha là không biết cứ dừng phê nữ ở rụt này dừng trong này lấy cho mình sạch đã vì bắt đầu thì đạo vua nắng mà đô đào mà đô nhưng mà đang tham ở đây bây giờ nhưng bấm copy mình copy my address and then I can pay it okay bắt đầu mà tiết bắt đầu mà tiết tôi nhầm thôi ra copy đường thiệt nó pay bây giờ mình buồn nhưng copy bạn buồn đường mùi hơi vô đường này nè ở đường này chứ ok anh đi từ đây chứ cho biết đài mùi ấy thay mà mùi tiếp bì ok and then dương pay mùi tiếp nó nè nè thì cho sẽ đã vào 7 wow như vậy mày thì 7 and then trong coi ghế tao nguồn dịch nó trên nào vậy ok này cho mình xảy và sẽ đã đấy còn em thích buôn nó về yeah, bạn buôn page bây giờ cho thử buôn page ok và ta bây giờ thơ nơi bập năng máu bây giờ thay giờ mình image bây giờ rồi trong bậc này giờ mình image bây giờ trên được không item count không item count bây giờ còn tại vô nó picture wow all image sorry nhưng mình sẽ không nè all image rồi ta nè all image bây giờ mấy bạn sẽ trong trình dot len chứ mình phải để dành cho all image dot len mình thay viên ng rọp bảo vệ đã thay anh ấy mình mua pi bảy buồn chứ viên ng chạp bảo vệ lúc bây giờ mình buồn là ngày vô mà tao đấy chứ là bên là cana tìm mua giờ mình item count giờ của mình item builder này item builder nó cứ dớn control spam nó địa vì mình là content định bảo giờ chứ không nó duyên phương ca để thờ nơi lúc bây giờ hay số tha item builder nó cứ thời mẹ thay bên ai đi phục vụ bởi dương chạp vô phục vụ bởi dương máu á như cái plan này ai thầm biệt đã bởi dương ngày chứ mà bây giờ tôi đi thân nhưng cho đi thân này ấy các bạn này nữa còn ha tôi muốn lấy nhưng cho đi thân là image yeah image image dot đôi chiều mình network yeah image dot network hay là không image dot network bởi dương lý cứ dương viên bên này yeah cứ dương bên picture yeah ព្រោះតាមធម្មតានៅក្នុងហ្នឹងគឺតាមធម្មតានៅក្នុងនេះគឺយើងដាក់នៅ link របស់យើងត្រូវអត់ប៉ុន្តែសួរថាឥឡូវយើងដាក់នៅ link របស់យើងដោយសារតែឥឡូវ link របស់យើងនេះយើងបង្កើតវានៅក្នុង list មួយដែលឈ្មោះថា all image អញ្ចឹងមានថាយើងត្រូវដាក់នៅ all image របស់យើងហ្នឹងឯង all image នេះឃើញទេប៉ុន្តែយើងដាក់វាជាក្នុង index របស់យើងតោះណាអូខេបន្ទាប់ពីប៉ុណ្្នឹងហើយយើងធ្វើការ run សម្រាប់ចេញអីអត់អូខេវានឹងចេញមកឃើញទេអញ្ចឹងមកខ្ញុំថារឿងនេះម្ដងចេញម្ដងអត់ខ្ញុំមិនដឹងថាមិនទេព្រោះវាអត់ដឹងថាម៉េចអូអានេះចេញទៀតហើយឥឡូវទី1ចេញទី1ចេញទី2អត់ចេញអូខេនឹងជាមិនចាលេងទី2ខហើយជាងយើងលុបចោលទៅខ្ញុំមិនដឹងថាម៉េចបានម្ដងចេញម្ដងអត់1 2ទី4វាចេញដែរអូយវែងម្លេះវែងឥឡូវចាញ់ខ្ញុំតិចហ៎អូខ្ញុំបានវាវិញនិយាយតែរូបភាពហ្នឹងម្ដងចេញម្ដងអត់ដឹងមិនវាហើយចាំមើលវានេះមិនវាពងតែដើរចាំខ្ញុំផ្លេតនេះវាពងតែបៀលនេះវាពងតែវាស្ដាប់តែម្ដងទៀតចាំតិចទៅយូរម្លេះ
ok riêng này mẹ bánh mẹ này tiệt ở chạy ở nguyên thi mới tiết nhưng mà đại từ bây giờ còn là Việt Hái hoặc cà tê ok mẹ thay giờ mình là pro thi mới tiết mẹ thay là con đi giờ ai perfect được kia fit yeah giờ mình là fit bọc mày nhớ yeah mẹ chinh chắn bọc fit để yeah bọc fit làm bọc fit bây giờ cứ đo nó khô khô ok ta bây giờ control em đó ok ok chẳng cho yeah lấy tờ giờ tờ tiệt dân tờ tiệt trái tờ chẳng dân ai tụ copy rụp hiệp giờ thì sao máu mấy hụt phết đã chơi như thế mấy gì đã bằng tiền mà chỉnh và chỉ giảm anh tên ô chỉnh ta mấy nhà chỉnh thì cái chỉnh mấy bạn đạo thì pi nó việc định như này mẹ mấy đạo thì muối chỉnh cái thì bây giờ chỉnh cứ ở thì bẹt cả đấy chứ mình tha nhưng mình đang thầm mua hai đây thế là như thôi cả định việt rụt đi định như muối nhưng sợ phèn mùi thiệt nhóm ăn vô lên mà đâu ăn phải chân tới nhưng mà bạn vậy này mấy bạn copy ha mau chứ why tệ này mình cắt đây mẹ mấy bạn nông phê tới việc lại phê copy email address and then I can pay it rồi nhưng mà rồi mà ơi à chạy đây nhưng mà đang thằng mày tê hạt ơi alo nhưng ở trong đây nè của ở đang thằng mua lại đấy bạn Việt chạy nhưng cái thằng rồi TP nào mà tranh tí nè tạm bắt tới giờ men tờ vo lại để có dùng vo hiện ở đây nâng tích của mà đâu Việt Nam mà Việt học trên mà đang thơ về này ở đây đây ơi nghe nói vo tên là học hiện nâng bạch thơ ấy thế dùng như thế muối bị chênh ồ lại cái nào tha biết đôi support ở dương tập pi đâu có nhưng men ban đã để khang đây mẹ đôi chữ off thế mấy em biết support tập pi đâu thành chắc ồ mình đang mộtបញ្ហាvậy bây giờ mình again ok bài gì mình cần lắm đừng có mình lấy tay trên tay tiết sinh ta European thì máu nè rồi nè toàn như là ok chẳng dừng đạo mà đường thì máu ok ơi mấy bạn ở đây viết đi support tập pi nữa nhưng chập ram này mấy đi anh này tập pi lấy viết đi support tập pi được khi này muối pi thì 3 ọt thì 4 ọt viết đi support tập pi được one two three bay hưởng ai cái nhé bà xài dưỡng ai xếp hai về tiết bàn ấy cho bạn hai về nhìn nữa bây giờ đào đài bây giờ là ở đài cho mày tha hai bộ viết quyết đá tay nó không cần thêm nào bởi dân tì cho mày đã bây giờ đài yeah muối ý bầy ok chân trọng ngày đang show biểu ha bán hay không tí chưa như kỳ ok bắn cho
rất đi xa chuyện dạ khi nhắc trong ngày nay nhung bọn mình bàn thật sự thế cứ tờ rương nông muốn mình thà nhung mình đang thà giờ tất cả hết dân sao bên này nhưng bàn thấy thế mình thà quan tôi copy rương mình thà một đồng Việt đá một đồng Việt đá được việc rằng mình tức chỉ bàn thấy AV kho thì tỏ trong cái mình đi cho dạ đá thế thôi hoặc đá thế đơn giản mấy như này họp ok ok giờ mình tập 4 page nhé ok ប៉ុណ្ណឹងគឺសកម្មភាពទាំងអស់គ្នាយល់ដែលមានន័យយ៉ាប់ទេគួរតែថាយើងដូរពីការចំនួននៅ container មួយបើសិនយើងសេ container គឺយើងសេ4ដងហើយយើងប្រើនៅគេយើងប្រើនៅ page តទេរបស់យើង page view យេប៉ុន្តែនៅពេលដែលយើងប្រើនៅ page នេះ page view.builder មានន័យថាយើងទៅសេតែម្ដងទេហើយយើងគ្រាន់តែយករូបភាព visually មកយើងអាចយកយើងអាចយករូបរបស់យើងពីអ៊ីនធឺណិតមកហើយយើងអាចសរសេរនៅក្នុង return image network តែម្ដងទេព្រោះវាជាទេគាត់មាន date ទី1ទី2ទី3ទី4ចឹងទៅយេប៉ុន្តែវា date គឺគិតពី0មកបើយើងគិតទៅរូបយើងមាន4 page ប៉ុន្តែ date របស់យើងគឺមាន3គិតពី0 1 2 3ចឹងទៅយេចឹងនិយាយទៅតាមពិតលំហាត់នេះវាអត់មានប្រយ៉ាប់អីទេអ្វីដែលយ៉ាប់គឺអារូបភាពហ្នឹងហ្មងបាទខ្ញុំវល់វាឡើងតោះហើយឃើញស្រោយបាទម្ដងវាផាសចេញម្ដងវាអត់ចេញទេដឹងថាមូលហេតុអីដែរអារូបភាពហ្នឹងពិបាកយកដល់គោអូខេអូខេប៉ុន្តែនៅក្នុងនៅក្នុងអឺនៅបើយើងមានមួយទៀតខ្ញុំមាននៅគេប្រកាសជា final final ហើយ final របស់យើងគឺយើងអាចដាក់ page view page view controller យទៅcontroller page view controller ខ្ញុំសេខុសត្រូវខ្វះនេះទីចឹងហើយខ្ញុំមាននៅ page view controller ហើយស្មើហ្នឹងយើងដាក់នៅ control មានទេអត់មានទេដូចជា page នេះ page view controller របស់យើងមាននៅ controller នេះយើងមាននៅ page controller អញ្ចឹងនៅក្នុង page controller របស់យើងនេះទី1គឺយើងមាននៃការ initial page នេះមានន័យថាគឺជាការចាប់ផ្ដើមនៃរឿងវាថាយើងមានដល់គឺមាន4 page ប៉ុន្តែបើយើងមាន4 page សួរតែយើងចង់ចាប់ផ្ដើមពី page មួយណាអញ្ចឹងមានន័យថាក្នុងនេះបើសិនខ្ញុំដាក់ពីលេខ1បើខ្ញុំដាក់ពីលេខ1ទៅអញ្ចឹងនៅពេលដែលខ្ញុំមិនអត់ដើរអូដោយសារនេះវាទៀមនៅ C column វិញអឺនៅពេលដែលខ្ញុំដាក់ initial page របស់ខ្ញុំស្មើ1អញ្ចឹងនៅពេលដែលខ្ញុំ control S ទៅសួរថាមិនបានវាអត់លោតមករូបនេះអញ្ចឹងដោយសារតែរូបយើងមាន4ឥឡូវខ្ញុំដាក់លេខ3ឲ្យស្រួលយល់សិនលេខ3 control S មកអត់ដាក់អីទេត្រូវអត់ប៉ុន្តែចាំតិចខ្ញុំរ៉ានវាម្ដងទៀតសិនខ្ញុំច្រឡំដៃបិទវាមិនទៀតទេអូខេ1 2 3 4អូខេ4អញ្ចឹងខ្ញុំដាក់លេខ3ប្រកាសណាវាអាចជាចេញរូបនេះជាលេខ3នេះត្រេវានឹងចេញរូបនេះជាការចាប់រឿងមួយព្រោះរងយើងដំបូងជារឿងនេះប៉ុន្តែយើងចង់វាទៅចាប់រឿងអាទី3មុនក៏វាចាប់បានដែរប៉ុន្តែនៅពេលយើង control S ទៅវាអត់ចាប់មូលហេតុអីមូលហេតុដោយសារតែនេះនៅក្នុង page builder របស់យើងគឺវាមាន property មួយឈ្មោះថា controller ហើយ controller របស់យើងបានបង្កើតឈ្មោះថា page view controller អញ្ចឹងបើវា page view controller យើង copy តែ page view controller របស់យើងនេះយកមកដាក់ controller របស់យើងមកហើយនៅពេលយើង control S មកវ៉ាវបាយបានវាអត់ចេញវាគួរតែ start ពីនេះទៅមិនខ្ញុំដាក់ page controller របស់យើង3ជួនដាក់2វាដើរចាំតិចវា start មានមួយអូខេវានឹងដើរហើយវានឹងដើរណា
cho mình nhóm đã lịch 3 វិញ ok តែវាដែរ start មួយទៀត ok នៅលេខ 3 តើយើង start វាបើសិនខ្ញុំដាក់លេខ 1 yeah start វាមកវានឹងចេញលេខ 1 អូខេបើសិនខ្ញុំដាក់លេខ 4 វានឹងចេញរឿងទី 4 អូខេឃើញទេចាំមានថា initial page ហ្នឹងគឺជាការយើងចង់បង្ហាញនៅមួយណាមុនដែលយើងចង់បង្ហាញតោះនេះប៉ុន្តែខ្ញុំចង់បង្ហាញរឿងទី 1 មុនអញ្ចឹងទៅ yeah បន្តមកទៀតបន្ទាប់ពីមានបង្ហាញនេះហើយគឺគេមាន property ទៀតឈ្មោះថា viewport fraction ក្នុង viewport fraction ហ្នឹងមានន័យថាករណីយើងចង់ឲ្យគេដឹងថាឥឡូវបើសិនយើងចេះបើសិនជាយើងធម្មតា user គេអ្នកប្រើប្រាស់គេអត់ដឹងថា page ហ្នឹងអាច scroll បានទេគេអត់ដឹងអញ្ចឹងដើម្បីឲ្យ user ងាយស្រួលក្នុងការដឹងគេមាននៅ function មួយឈ្មោះថា viewport fraction អញ្ចឹងយើងអាចសិតមកយើងអាចដាក់ 10 អញ្ចឹងមក10អញ្ចឹងមកមានន័យថា1 default វាដូចមាន1នៅពេលខ្ញុំ control M មកអត់ដើរ control S control S គឺមានន័យថា default វាគឺពេញហ្មងប៉ុន្តែនៅពេលខ្ញុំក្រោមមួយរបស់ខ្ញុំអត់មកថាខ្ញុំ 0.9 ខ្ញុំចង់ភ្លេចដែរវារៀងយូរពេកណាប៉ុន្តែខ្ញុំ control S មកយ៉ាឃើញទេខ្ញុំ 0.9 វារៀងទួយតិចប៉ុន្តែវានៅតែដឹងទៀតអញ្ចឹងខ្ញុំដាក់តែ 0.7 អីមកយ៉ា control S មកមិនដែរអូខេមានន័យថាវាដឹងថាយើងតមានថាយើងដឹងថាវាមានរឿងផ្សេងតទៀតឃើញអត់យើងដឹងឃើញទេយើងដឹងថាវាមានរឿងផ្សេងតទៀតអញ្ចឹងយើងឃើញទេមានថាតែពេលខ្ញុំឈរនៅរឿងនេះយើងដឹងថាមានរឿងកន្លែងផ្សេងអូទៀតឃើញអត់យើងដឹងថាវាមានរឿងអីផ្សេងទៀតដោយសារតែនេះដោយសារតែការសិបរបស់យើង 0.6 ទុយពេកទេអត់ទុយទេអូខេចាំមកយើងដឹងថាយើងត្រូវមានន័យថាយើងសិតអាហ្នឹងគឺដើម្បីឲ្យ user ហ្នឹងគឺដឹងថារឿងរបស់យើងគឺមានទៀតចឹងទៅនេះបើយើងសិតលើពី4ហ្នឹងមាន5មាន10មាន20 30 40ចឹងទៅមានថាយើងអាចដឹងថាមានអីផ្សេងទៀតតែបើសិនជាករណីយើងអត់ដាក់ហ្នឹងទេអញ្ចឹង default វាគឺ1ស្រាប់អញ្ចឹងបើយើងដឹងនេះគេពេលខ្លះ user ដឹងថាយើងហ្នឹងអត់ដឹងថាយើងហ្នឹងមានរឿងអីផ្សេងទៀតទេអញ្ចឹងដើម្បីឲ្យ user ដឹងគឺយើងអាចប្រើនៅ property មួយនេះលើយើងអាហ្នឹងមកយើងដាក់ 0.6 ដូចមិញមកយើងអាច scroll អីចឹងទៅយើងអាចមើលឃើញទៅឲ្យ user មើលឃើញរឿងបន្តទៀតចឹងទៅអូខេបន្តមកទៀតគឺយើងដែលឃើញមួយទៀតពាក់ព័ន្ធនឹងការដាក់នៅដូចជានៅពេលដែលយើង scroll ចឹងមកដូចយើងមាន property មួយដូចចាប់យើងមានន័យថាឥឡូវយើងចូលមកទៅខ្ញុំពិបាកនិយាយលក្ខណៈថាអាហ្នឹងដូចជានៅក្នុង google.com ហើយយើងអាច search មកឈ្មោះថា page នេះ page indicator page indicator in Flutterចឹងចុះនេះឃើញនេះមាន animation អញ្ចឹងនៅពេលដែលយើងអូសមក slide នឹងមកយល់ទេអញ្ចឹងមានន័យថានៅក្នុងហ្នឹងយើងមាននៅ OS web download Windows នេះយើងមាននៅ installing ហ្នឹងតែពេលយើងចូលមកកន្លែង install មកនេះយើងអាចនេះយើងអាច copy មកអាច copy មកអូខេយើងអាច copy វាមកបន្ទាប់ពីយើង copy វាមកយើងធ្វើការ paste នៅក្នុងterminal របស់យើងអូខេបន្ទាប់ពីយើង copy ក្នុង terminal របស់យើងហើយមិនបានវា error ចឹងនៅពេលដែលយើង copy នៅក្នុង terminal របស់យើងមានថាយើងត្រូវបិទនៅកម្មវិធីរបស់យើងសិនយើងត្រូវបិទវាសិនណា make sure តែយើងបានបិទហើយចាំយើង enter វាមកអូខេបន្ទាប់ពីយើងធ្វើប៉ុណ្្នឹងហើយ
យើងធ្វើការ run again now ចាំខ្ញុំតិចដំបូងឡើយមានន័យថាយើងទៅ copy មកយើង run វាលើ terminal តែមុននឹង run យើងត្រូវប្រកាសថាយើងបានបិទនៅAndroid របស់យើងសិនបិទហើយយើង run វាប៉ុន្តែឃើញថាវាអត់មានអីផ្លាស់ប្ដូរទេត្រេះអញ្ចឹងដោយសារតែមូលហេតុអត់មានអីផ្លាស់ប្ដូរដោយសារតែយើងអត់ទាន់យកប្រតិវាមកប្រើអញ្ចឹងយើង scroll វាមកក្រោមមក scroll វាមកខាងក្រោមមកអញ្ចឹងនេះ scroll វាមកខាងក្រោមមកនេះវាពាក់ព័ន្ធនឹងនេះវាមាន active index វាមាននៅ smooth page នេះយើងប្រើនេះក៏បានដែរយើងប្រើនេះក៏បានគាត់ថាវា scroll ជា vertical ជាចូលឈរប៉ុន្តែយើងធ្វើមិនយើងធ្វើ OGU day ទេអញ្ចឹងយើងបើយកអានេះក៏បានដែរព្រោះនេះវាជាចូលឈរហើយនេះយើងចង់យកក៏បានដែរប៉ុន្តែដោយសារតែវាពាក់ព័ន្ធនឹង active index អញ្ចឹងអ្វីដែលយើងប្រើនៅ controller នេះ controller យល់ទេអញ្ចឹងអាច copy វាមក បន្ទាប់យើង copy ហើយសួរថាយើងចូល paste វានៅកន្លែងណាអញ្ចឹងកន្លែង paste វាអញ្ចឹងយើងទៅសេនៅក្រោម container អូខេនៅក្នុង container របស់យើងនេះយើងអាច paste វាមកអូខេប៉ុន្តែវាអត់ស្គាល់ទេដោយសារតែ controller របស់យើងវានឹងយកនៅ page view controller នេះយើងយកវាមក copy មកអូខេហើយ count របស់យើងគឺ page របស់យើងមាន4ត្រេះប៉ុន្តែ page របស់យើងមាន4អញ្ចឹងយើងអាចដាក់4ក៏បានឬក៏យើងអាចប្រើនៅអីគេយើងអាចប្រើនៅយើងដាក់ឈ្មោះគេនេះយើងអាចដាក់ឈ្មោះនេះរបស់យើងឈ្មោះថា all image ជឿមានន័យថាតើនេះយើងអាចដាក់ all image នេះ all image របស់យើង .len បានអញ្ចឹងក៏បានព្រោះ all image .len គឺចំនួន4ហ្នឹងឯងតោះណា4ហ្នឹងឯងប៉ុន្តែវាអត់ដើរមូលហេតុវាអត់ដើរដោយសារតែយើងត្រូវការ import library វាមកសិនអញ្ចឹងនៅពេលដែលយើង import library វាមកបានវាអាចប្រើប្រាស់បានអញ្ចឹងនេះយើងគ្រាន់តែ import library របស់វាមកអូខេហើយជាការស្រាប់បន្ទាប់នេះគេនេះគឺជា library របស់យើងទេហើយនេះគឺជា library ដែលយើង import មកដែលពាក់ព័ន្ធនឹង page indicate តើរបស់យើងហ្នឹងអញ្ចឹងខ្ញុំគ្រាន់តែ copy control S មកអូខេវានឹងមកវិញហ៎អូខេមកប៉ុន្តែយើងឃើញថាអានេះគឺវាជាប់នឹង page view របស់យើងពេកអញ្ចឹងបើវាជាប់ពេកនៅក្នុងនេះយើងអាចមាន property មួយដើម្បីឲ្យវាដកគ្នាបានគឺយើងប្រើនៅ box ឆាអត់មានទេចឹងយើងប្រើនៅ box sizing មកទៅ box sizing ក៏ size box អូខេ sorry size box របស់យើងគឺយើង set នៅ height វា20ឬក៏30ចឹងទៅចឹងនេះយើងដាក់ comma មួយ and then យើង control S អូខេវាចុះខ្លួនតិចហើយ25បានទេ30វា click ពេកអូខេប៉ុណ្្នឹងចុះអញ្ចឹងអានេះនៅពេលខ្ញុំអូសរូបចាំមើលឃើញទេពេលអូសមកឃើញវាមានចុះ navigator 吗គឺមានអញ្ចឹងនៅពេលដែលយើងអាចធ្វើចឹងបានដូចគ្នាបាទណាអូខេមិនដែរយល់ទេស្រួលអត់ស្រួលអូខេអញ្ចឹងដូចជាអត់មានអីទៀតទេខ្ញុំគិតថាអានេះយើងអាចដាក់វាលើបានខ្ញុំគិតថាដូចជាអស់ហើយប៉ុណ្ណឹងអត់មានអីទៀតទេអានេះគឺសម្រាប់ពាក់ព័ន្ធនឹង page view អូខេអញ្ចឹង page view របស់យើងបញ្ចប់វាអញ្ចឹងទៅមួយទៀតកុំឲ្យនៅអាខាងក្រោមយើងនេះវាតនេកុំឲ្យវាតនេអញ្ចឹងយើងអាចដាក់បន្តិចទៀតទៅណាអូខេយើងដាក់បន្តិចទៀតទៅព្រោះយើងឃើញខាងក្រោមនេះក៏វាសអញ្ចឹងទៅមានថាយើងអាចប្រើប្រាស់នៅឆាអត់មានទេបើឆាអត់មានទេមានថាយើងប្រើនៅ leave view អញ្ចឹងចុះយើងរៀនរួចហើយណា leave view leave view អូខេនៅក្នុង leave view យើងធ្វើអីអញ្ចឹង leave view យើងអាចប្រើប្រាស់នៅ leave view.builder ក៏បានដែរអូខេព្រោះ leave view នៅ .builder វាមានការ return image អីចេញមកអញ្ចឹងណាវាស្រួលបើយើងប្រើនៅ leave view ធម្មតាមានថាយើងត្រូវបង្កើតនៅ container ហើយយើងធ្វើការ add ម្ដងមួយយកអញ្ចឹងទៅប៉ុន្តែបើយើងប្រើនៅ leave view.builder គឺវាមានការ return ដែលយើងសរសេរតែម្ដងវាបានទាំងអស់តោះណាអូខេអញ្ចឹងនៅក្នុង leave view នេះយើង control spam វាមាន item builder ឬក៏ item count
ជាទូទៅមាន item count ខ្ញុំចង់ count all image របស់ខ្ញុំតោះណានេះ all image របស់ខ្ញុំនេះខ្ញុំដកទៅកាន់ length ទី1មានថាខ្ញុំចង់យករូបភាពរបស់ខ្ញុំមកហើយទី2ខ្ញុំមាននៅ item builder អញ្ចឹងក្នុង item builder របស់ខ្ញុំនេះគឺ control space មកនេះខ្ញុំយកអាខាងក្រោមព្រោះអីខ្ញុំធ្វើការ return នៅ return អីដោយសារតែខ្ញុំចង់ add នៅរូបភាពអញ្ចឹងខ្ញុំត្រូវ return នៅ image របស់ខ្ញុំហើយខ្ញុំដកទៅកាន់ network បន្ទាប់ពីខ្ញុំដកទៅកាន់ network អ្វីខ្ញុំត្រូវយកពេលនេះគឺ all image របស់ខ្ញុំនេះគឺ index ដូចតាមមុនទេហើយខ្ញុំដាក់ comma of semicolon មួយមកបន្ទាប់ពីបានប៉ុណ្្នឹងហើយបើសិនជាខ្ញុំ control F វានឹងអត់ចេញអីទេឃើញអត់វាមានប្រែប្រួលអីក៏វាអត់ចេញអីដែរសួរថាមូលហេតុអីដោយសារនៅពេលដែលយើងទៅចាប់នៅរូបរបស់យើងមកបង្ហាញជា list view មានន័យថាយើងអាច scroll បានដូចគ្នាគ្រាន់ថា default វាគឺវាដោយសារយើង default របស់វាគឺមានន័យថា default វាមានន័យថាវា scroll ជា vertical ជាជួរឈរប៉ុន្តែសួរថាមូលហេតុវាអត់ចេញរូបមកវាអត់ឲ្យយើង scroll ជាមូលហេតុគឺមានតែមួយទេដោយសារតែធម្មតារូបភាពគឺតែមាននៅ width height ត្រូវអត់បើយើងអត់បានមើលនៅក្នុងនេះយើងបានកំណត់ width height វានៅអញ្ចឹងបើយើងអត់បានកំណត់នៅ width height វាទេអញ្ចឹងវាក៏អត់ឃើញដូចគ្នាប៉ុន្តែយើងមាន property មួយដើម្បីកំណត់យើងអត់ចាំបាច់កំណត់នៅ width height ទេមានន័យថាយើងឃើញថាមួយ device របស់យើងមួយជួរនេះវាមាននៅpage view របស់យើងប៉ុណ្្នឹងហើយអញ្ចឹងវាសល់មកក្រោមនេះទៀតត្រូវអត់អញ្ចឹងមានន័យថាដើម្បីឲ្យវាយកមកទាំងអស់ហ្មងណាដើម្បីវាយកមកទាំងអស់ពួកខ្ញុំចង់ពួករូបយើងចង់ដាក់មកពេញហ្នឹងមកកុំឲ្យវាសល់អញ្ចឹងដើម្បីវាយកនៅទាំងអស់យើងមាន property មួយដែលយើងអាចរ៉ាបនៅlist view.bw នេះដោយគេខ្ញុំដាក់ថាឧបមាថា widget មួយចុះហើយខ្ញុំប្រើ expand ទេបានទៀតពីមុនវា expand លំហាត់ក៏មានធ្វើដែរ expand អញ្ចឹងនៅពេលដែលខ្ញុំដាក់ expand ហ្នឹងហើយបន្ទាប់ពីខ្ញុំ control M មកឃើញវាចេញមកហើយឃើញវាចេញមកទាំងអស់អញ្ចឹងអាច scroll បាននេះរឿងរបស់យើង4នេះឃើញទេអូ4នេះមានតែរឿងនេះមួយទេដែលអត់នេះវាអត់ fit ណាអញ្ចឹងអារូបនេះចង់ដូរវាចេញអានេះនៅទី2ឥឡូវនេះបាទប្រុសប៉ែអញ្ចឹងអង្គទី2ខ្ញុំខៃទៅដូរអត់ដែរទៀតទេហើយខ្ញុំសុំដូរអញ្ចឹងណាដោយសារខ្ញុំអត់ចង់ឲ្យវានេះអូខេខ្ញុំចូលអូខេចឹងចុះអូខេនេះតិចអត់ដើរទៀតចោលហើយបាទអត់ដឹងដើរអូខេដើរប៉ុន្តែអត់ស្អាតអត់ដូចពេញវាហ្មងខ្ញុំចង់បាន background ទៅម៉េចឲ្យវា fit ពេញនឹងនិយាយទៅមក view port high របស់យើងមកសំខាន់តែដើរចុះគប់ចោះគប់ឡើងអត់ដើរចប់បដ ாய் គប់ចោះគប់ឡើងវែងអត់ដើរតិចអស់អូខេខ្ញុំចង់បានយ៉ាងឃើញទេអូខេចឹងចុះយើងត្រូវតែអញ្ចឹងចុះអូខេអញ្ចឹងមានន័យថាអឺអូខេយើងឃើញថានេះវាជាប់នឹងរូបយើងពេកដូចគ្នាអញ្ចឹងមុននឹងប្រើនៅអានេះយើងប្រើនៅ expand អញ្ចឹងនៅក្នុងនេះខ្ញុំប្រើនៅបកអានេះមួយទៀតមកដើម្បីកុំឲ្យវាជាប់គ្នាអូខេចឹងចុះដកគ្នាពេកបើដកគ្នាពេកត្រឹម15ហ្នឹងមកបានកុំឲ្យវាហៀងនេះពេកហើយគ្រាន់តែជាការដកគ្នាណាអូខេចឹងចុះវាគ្រប់គ្នាទី1អានេះគឺយើងប្រើប្រាស់នៅគឺ page view របស់យើងមិនដូរណា page view របស់យើងទាំងអស់ទី1គឺយើងប្រើប្រាស់នៅ page view ហើយទី2នេះយើងប្រើនៅ list view របស់យើងឃើញទេនេះគឺជាការប្រើប្រាស់នៅ list view របស់យើងអូខេប៉ុន្តែយើងអាចលេងលើវាបានទៀតនៅក្នុង list view របស់យើងនេះគឺយើងអាចដាក់ border យើងអាចដាក់អីប៉ុន្តែនៅក្នុងនេះខ្ញុំចង់នេះនៅក្នុង body របស់យើងណា body column របស់យើងទី1ខ្ញុំចង់រ៉ាបវាដល់ padding មួយចុះហើយ padding នេះខ្ញុំដាក់វា12យ៉ាងទៅឲ្យវាមានគម្លាតជឿពេលខ្ញុំរ៉ាំវាមានគម្លាតឃើញទេវាមានគម្លាតនៅក្នុងហ្នឹងហ្មង12ឬក៏14ហ្មងក៏បាន14មកមែនអូខេប៉ុណ្ណឹងចុះ14ក៏បានអូខេចឹងចុះយើងស្អាតប៉ុន្តែមិនទៀត
នៅក្នុងរូបរបស់យើងនេះរូប review របស់យើងនេះគឺនៅនេះយើងអាចអានវាបានទៀតណាមានន័យថាយើងអាចអានវាដោយបើយើង controlចុចអត់កើតទេបើអត់កើតទេមានតែវិធីមួយគឺយើងអារ៉ាបវាមកយើងអារ៉ាបវាដោយវាចិត្តហើយយើងដាក់ឈ្មោះវាថា image ដូចជាខ្ញុំចង់ភ្លេចឈ្មោះទៀតនេះ rip ឈ្មោះ rip rip click ឯង click rip ក៏ rip click នេះ clip rec អូខេខ្ញុំអាចដាក់ clip rec វិញទៅហើយនៅក្នុង clip rec ហ្នឹងគឺខ្ញុំមាននៅ property មួយឈ្មោះអីគេឈ្មោះថាcontrol ហ្នឹងនេះ border radius ហើយក្នុង border radius ហ្នឹងខ្ញុំអាចដាក់នៅ border radius អូខេ border radius របស់ខ្ញុំគឺខ្ញុំដកនៅ circular ខ្ញុំអាចដាក់20ហ្នឹងទៅរៀងកោងand then ខ្ញុំ control M ហ្នឹងអូខេឃើញវារៀងកោងណាហើយយើងដាក់ត្រឹម10អីក៏បានកុំឲ្យកោងពេកឲ្យស្អាតទេប៉ុណ្្នឹងចុះហើយដើម្បីឲ្យវាមានគម្លាតមានន័យថានៅក្នុងនេះគឺខ្ញុំអាច add វានៅ padding វាមួយទៀតទៅ padding 8ក៏បានដែរអូខេអញ្ចឹងចុះឲ្យវាមានគម្លាតឃើញទេអូខេប៉ុន្តែបើវាគម្លាតពេកយើងដាក់ត្រឹម6ឬ5អីបានទេកុំឲ្យធំពេកកុំឲ្យវាគម្លាតខ្លាំងពេកអូខេហើយមួយវិញទៀតគឺយើងឃើញថានៅក្នុង scaffold របស់យើងខ្ញុំឆ្លងដាក់នេះយើងមាន background color អញ្ចឹង scaffold background color យើងអាចដាក់ black ចឹងមក ដាក់ black បន្ទាប់យើង control M មកអូខេអញ្ចឹងមករៀងស្អាតទៅណាអូខេឃើញទេមិនបានរូបនេះអត់ fit ទៀតហើយនេះទៅជាងគេអូខេអញ្ចឹងស្គមទាំងអស់គ្នាយល់ខ្ញុំដូចជាមានតែប៉ុណ្្នឹងឯងអូខេអញ្ចឹងនេះគឺសូមបញ្ចប់ប៉ុណ្្នឹងចុះអញ្ចឹងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ